តែខ្ញុំឧស្សាហ៍ធ្វើស៊ុបពងមាន់ដោយសារតែវាងាយស្រួលធ្វើចំណេញថវិកាហើយក៏ដូចជាវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពថែមទៀតផងហើយនេះគឺខ្ញុំមកធ្វើជាមួយនឹងស៊ុបពងមាន់លាយជាមួយនឹងផ្សិតចំបើងមានរសជាតិឆ្ងាញ់ប្លែកមែនទែនគ្រឿងផ្សំមានផ្សិតចំបើងពងមាន់ម្សៅស៊ុបរ៉ូឌីដុំស៊ុបម្រេចហើយក៏ដូចជាខ្ទឹមសនិងស្លឹកខ្ទឹមម្សៅឆាប្រើចំនួន2ស្លាបព្រាបាយដើម្បីជំនួយទឹកស៊ុបឲ្យកាន់តែមានរសជាតិឆ្ងាញ់ដំបូងគឺយកផ្សិតចំបើងហ្នឹងគឺយកមកចិតគល់លាងសម្អាតឲ្យបានស្អាតនិងយកមកពុះជាពីរបើផ្សិតណាតូចៗគឺយើងមិនចាំបាច់ពុះទេហើយផ្សិតចំបើងនេះខ្ញុំនិយាយមែនខ្ញុំចូលចិត្តខ្លាំងដោយសារតែយកទៅស្លក៏ឆ្ងាញ់យកមកធ្វើស៊ុបបែបនេះហើយក៏កាន់តែមានជាតិស្លឹកខ្ទឹមគឺយកមកហាន់ឲ្យរាងល្អិតៗដែលដាក់ផ្នែកគល់ផ្សេងហើយនិងផ្នែកស្លឹកផ្សេងបន្តមកទៀតគឺខ្ញុំយកពងមាន់ទាំង3គ្រាប់ហ្នឹងគឺយកមកកោសចូលគ្នាដាក់នៅក្នុងចានតែមួយហើយនឹងយើងអាចកូរវឹកវាបន្តិចមកដើម្បីឲ្យវារាងបានសព្វសាច់ចូលគ្នាបានល្អសម្រាប់ខ្ទឹមសគឺប្រើ5-6កពើរាងច្រើនបន្តិចយកមកដាក់ដំហើយនឹងចិញ្ច្រាំវាឲ្យបានរាងល្អិតល្អសម្រាប់យកទៅដាក់បំពងធ្វើស៊ុបគ្រឿងក្រូចរៀបចំរួចរាល់ហើយឥឡូវខ្ញុំទៅដាក់ចាប់ផ្ដើមរបៀបធ្វើតែម្ដងដំបូងគឺដាក់ប្រេងឆាចូលទៅក្នុងខ្ទះហ្នឹង1ស្លាបព្រាបាយរួចដាក់ខ្ទឹមសដែលយើងបានចិញ្ច្រាំរួចគឺយកមកដាក់លីងហើយនឹងកូរវាចុះឡើងដើម្បីឲ្យវាឡើងក្លិនឈ្ងុយហើយនឹងមានពណ៌ក្រហមស្អាតពេលខ្ទឹមឡើងពណ៌ស្អាតប៉ុណ្ណឹងហើយគឺខ្ញុំបានចាក់ទឹកធម្មតាចូលហ្នឹងគឺចំនួន1លីត្រកន្លះពេលដែលយើងដាក់ទឹកចូលរួចហើយគឺយើងអាចកូរខ្ទឹមដើម្បីឲ្យវារាងចូលសព្វគ្នាជាមួយនឹងទឹកមករួចខ្ញុំបានដាក់ដុំស៊ុបខ្នុរហ្នឹងគឺចូលចំនួន2ដុំស៊ុបនេះគឺវាជួយបង្កើនរសជាតិដែលយើងមិនចាំបាច់ដាក់សាច់ទេអញ្ចឹងគឺខ្ញុំបានដាក់ទឹកត្រីហ្នឹង1ស្លាបព្រាបាយកន្លះទឹកប្រេងខ្យង2ស្លាបព្រាបាយស្ករហ្នឹងកន្លះស្លាបព្រាបាយហើយនិងម្សៅរ៉ូឌីហ្នឹងគឺចំនួន1ស្លាបព្រាកាហ្វេយើងអាចកូរគ្រឿងផ្សំទាំងអស់ហ្នឹងដើម្បីឲ្យវារាងរលាយចូលសព្វទៅក្នុងទឹកទៅរួចចាក់បន្ថែមគល់ខ្ទឹមចូលរួចទុកទឹកស៊ុបចោលដើម្បីឲ្យវាពុះសិនចាំយើងដាក់គ្រឿងផ្សេងៗចូលទៀតពេលទឹកស៊ុបបានពុះល្អបែបហ្នឹងហើយគឺខ្ញុំបានចាក់ផ្សិតចំបើងចូលនិងយើងអាចទុកវាឲ្យបានរាងពុះបន្តិចដើម្បីឲ្យឆ្អិនផ្សិតពេលផ្សិតបានឆ្អិនប៉ុណ្ណឹងហើយគឺយើងយកកន្ត្រងមួយយកមកចាក់ពងមាន់ដែលយើងបានកូរវឹកវាបាញ់មិញហ្នឹងហើយបន្ទាប់មកគឺយើងអាចធ្វើដូចខ្ញុំអញ្ចឹងមកដើម្បីឲ្យពងមាន់របស់យើងហ្នឹងគឺវាចេញជាសរសៃពេលយើងញ៉ាំទៅគឺស៊ុបហ្នឹងទំនងឆ្ងាញ់ប៉ុន្តែបើកាលណាយើងចាក់ចូលតែម្ដងវាធ្វើឲ្យពងមាន់ហ្នឹងវារាងចាប់គ្នាដុំមើលទៅវារាងអត់សូវមានសរសៃស្អាតទេហើយនៅពេលដែលនៅស្វាបន្តិចគឺខ្ញុំបានចាក់ចូលនិងអាចកូរវឹកវាបន្ថែមទៀតយកម្សៅឆាហ្នឹងគឺចំនួន2ស្លាបព្រាបាយយកមកចាក់លាយជាមួយនឹងទឹកសាបធម្មតារួចយើងអាចកូរម្សៅឆាជាមួយនឹងទឹកហ្នឹងឲ្យវារាងរលាយសព្វចូលគ្នាចាំចាក់ចូលទៅក្នុងស៊ុបធ្វើបែបហ្នឹងទើបធ្វើឲ្យម្សៅឆាហ្នឹងអត់កកដុំទេនៅពេលដែលយើងចាក់គឺយើងអាចលេងមើលបរិមាណខាប់ទៅតាមអ្វីដែលយើងចូលចិត្តបានអញ្ចឹងសម្រាប់ខ្ញុំបរិមាណប៉ុណ្ណឹងគឺមកល្មមមើលទៅគឺមិនខាប់ពេកហើយក៏មិនរាវពេកដែរចុងក្រោយគឺបន្ថែមជាមួយនឹងម្រេចហើយនឹងស្លឹកខ្ទឹមទៀតមកគឺជាការស្រេចយើងអាចកូរច្បល់វាឲ្យរលាយសព្វចូលគ្នាមកងាយស្រួលធ្វើហើយធានាថាមានរសជាតិឆ្ងាញ់មកមុខនេះខ្ញុំនិយាយមែនគឺថាផ្ទះខ្ញុំមកចូលចិត្តធ្វើច្រើនដងមែនតើដោយសារតែកូនរបស់ខ្ញុំមកគឺគាត់ញ៉ាំអត់ធុញទេគ្រាន់ថាខ្ញុំដូរជាមុខបន្លែផ្សេងទៅតាមអ្វីដែលផ្ទះខ្ញុំមានអញ្ចឹងទៅពេលនេះគឺខ្ញុំចាប់ផ្ដើមដួសស៊ុបដាក់ចានហើយគ្រាន់តែមើលแล้วក៏ដឹងថាតំណងខ្លាំងប៉ុណ្ណាដែរហើយនៅពេលដែលយើងញ៉ាំគឺអាចបន្ថែមជាមួយនឹងស្លឹកខ្ទឹមពីលើនឹងបន្តិចទៀតហើយបើអ្នកចូលចិត្តម្រេចគឺថែមម្រេចបន្តិចទៀតមកគឺថាក្លិនឈ្ងុយហើយរសជាតិឆ្ងាញ់ជាប់ចិត្តហ្មង